សួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះគឺយើងនឹងរៀនអំពីរបៀបដូរ tense ពី present simple tense ទៅជា present continuous tense អញ្ចឹងថ្ងៃនេះគឺយើងមានកិរិយាសព្ទ3គឺកិរិយាសព្ទ go run និង study ទី1កិរិយាសព្ទ go នៅពេលដែលយើងប្រើជាមួយ she ក្នុង present simple tense គឺយើងត្រូវថែម es she goes to school we run so fast I study English ចំណែកឯយើងនៅពេលយើងបដូរទៅក្នុង present continuous tense វិញ she is going to school we are running so fast I am studying English អញ្ចឹងអ្នកទាំងអស់គ្នាសូមចាំថានៅពេលដែលយើងប្រើក្នុង present continuous tense គឺយើងត្រូវតែមាន to be នៅចន្លោះរវាងប្រធាននិងកិរិយាសព្ទបូកជាមួយនឹង ing he is គឺវាដើរតាម he she it are ដើរតាម we you they I គឺយើងប្រើជាមួយនឹង am អូខេអញ្ចឹងវីដេអូថ្ងៃនេះក៏មានតែប៉ុណ្្នឹងឯងអរគុណច្រើនអ្នកនរគ្នា Goodbye